ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ទីគោរពអានថ្ងៃនេះខ្ញុំអចិត្រាបានមកជួបបាទបងអូនស្រីហើយបងអូនចោះបាទដែលជាគ្រូសាស្ត្រកងទ័ពនៅជួរមុខបាទដែលគាត់មានភាពលំបាកដោយសារតែប្តីគាត់ជួបភារកិច្ចការពីព្រំដែនបាទអស់រយៈកាលជាច្រើនខែហើយបាទអញ្ចឹងទៅធ្វើឲ្យបន្ទុកធ្ងន់លាក់នៅលើប្រពន្ធហើយទីកន្លែងនេះគឺជាទីកន្លែងផ្ទះរបស់បងមโนបាទដែលជាវីរៈកងទ័ពនៅពីមុនគឺគាត់ឈរជើងនៅតាកបីឥឡូវបានផ្លាស់ទៅខាងអូស្មាច់ហើយបាទហើយផ្ទះគាត់បើយើងមើលទៅដូចជាមិនមានអីធំដុំទេបើតាមម្ដាយគាត់ប្រាប់ថាយកលុយអង្គការបាទហើយចឹងទៅពិបាកក្នុងការដែលត្រូវសងគេផងត្រូវចាយផងហើយប្រពន្ធនោះគឺមានកូនខ្ចីទៀតអញ្ចឹងប្រពន្ធនៅពេលដែលមានកូនខ្ចីដោយសារតែការតម្រូវការច្រើនសុខចិត្តផ្ញើកូននឹងគេទៅធ្វើការទាំងសរសៃខ្ចីទៀតបាទជាក់ស្ដែងយើងមកជួបគាត់នេះអត់បានជួបកូនគាត់ទេតែកូនគាត់គឺមានគេថាគ្រុនបាទក្តៅខ្លួនអញ្ចឹងទៅគឺត្រូវជាបងគាត់នឹងយកទៅពេទ្យអញ្ចឹងសល់តែគាត់ហើយនឹងកូនស្រីបងបាទអញ្ចឹងគាត់ក៏បានដាក់ច្បាប់ក្នុងការមកទទួលយកជាជំនួយដែលមានការចូលរួមជួយពីបងប្រុសសេងហុងក៏ដូចជាបងស្រីបាទម្ចាស់ហាងអាមួយ Beauty Salon បងស្រីអូនសុកបងអ្នកមេងបាទបងសុំទោសបងស្រីបាទលីឈីងក៏ដូចជាបងបាទមាសសុគន្ធាបងតារារតច័ន្ទបងអេណាសុកបងសូដាបាទ DML ហើយនឹងបាទអ្នកនាងបាទអាជីនីតបាទយើងបានជួយគាត់ហ្នឹងគឺជាម្សៅទៅដោះគោបាទម៉ាក់ Star Ground ហ្នឹងគឺលេខ2បាទសម្រាប់ជួយគាត់ហ្នឹងគឺមួយកេះវាស្មើនឹង11កំប៉ុងហើយមានជានំមានទឹកប្រទាលមានត្រីខមានមីបាទហើយមានខោទឹកនោមបាទមានមុងគួយនិងកាអើទារក់បាទឲ្យគាត់ថ្មីហ្នឹងហើយនឹងជាអង្គនេះបាទមកខំនេះគឺ5គីឡូបាទ5គីឡូ5គីឡូអញ្ចឹងគឺគួរជួយដល់គាត់ផងដែរអញ្ចឹងថៃអអីដែរចាអណោះបាទមានបងប្អូនចុះមកផ្ទាល់ដែរជួយចាយហ៎គេអត់đangចុះមកខ្ញុំខ្ញុំធ្លាប់ទៅជួបគេនៅពេញបាទបាទធ្លាប់ឲ្យដល់គោដែរធ្លាប់អត់ដល់គោដែរបាទហ្នឹងហើយហើយយើងសោកថាវិការនេះជួយនេះគឺសម្រាប់ជូនដល់គាត់អញ្ចឹងចាមានអីជូនពរបងប្អូនយើងដែលបានចូលរួមជួយដល់ចានេះទៅចាខ្ញុំអរគុណដល់ចាស់ជំនួយទាំងអស់ដែលបានជួយខ្ញុំសូមឲ្យបងមានសុខភាពល្អហើយស៊ីមានបានចាបាទអរគុណមែនតើហ្នឹងហើយតាមការបញ្ជាក់របស់គាត់មកកេះនេះកូនគាត់ញ៉ាំបានត2ខែទេបាទអញ្ចឹងហើយបើសិនជាបងប្អូនបើមានតម្រូវការចង់ជួយទៅដល់បងអូនស្រីដែលជាប្រពន្ធវីរៈកងទ័ពប្រចាំជួរមុខទល់មុខតែម្ដងមិនមែនជួរមុខគឺទល់មុខនៅខាងប្តីគាត់នឹងគឺឈរជើងនៅខាងអូស្មាច់សូមបាទសូមអាចជួយគាត់បាទតាមរយៈខ្ញុំក៏បានឬក៏ចាំមើលបើបងប្អូនចង់សួរលេខគាត់ចាំខ្ញុំឲ្យលេខគាត់ទៅបងប្អូនក៏បានបាទអរគុណមែនទែនហើយជាចុងក្រោយជូនពរបងប្អូនទាំងអស់ឲ្យរកទទួលទានមានបានប្រការអ្វីបានសម្រេចដូចព្រះរាជាព្រះសម្មាព្រះអង្គគង់ជាមួយថាសាជានិច្ចគណៈពេលនេះខ្ញុំមកចត្រារួមជាមួយបងអូនស្រីបាទមួយក៏សូមអរគុណសូមជម្រាបលា